បោះខៀវមួយឈុតគណៈដល់ Live FC គឺពណ៌សមួយឈុតតែម្ដងមន្ត្រីអាជ្ញាកណ្ដាលខាងស្ដីលើទីលានយើងឃើញថាក៏ដូចជាមន្ត្រីបាទអាជ្ញាកណ្ដាលបាទយើងឃើញថាទាំង6នាក់បាទក៏បាទមកចូលរួមផងដែរកាយបាល់វគ្គទី1បាទចេញពី Live FC បាញ់ទៅស្លាប់ខាងឆ្វេងបាទឲ្យគីមសអ៊ីនអស់បាល់ទៅក្នុងសអ៊ីនក៏កាត់បាល់ចូលមកខាងក្នុងកន្លែងនេះឱកាសត្រង់នេះអុកដេវីតអាយយបាទជួយបានសាជាថ្មីពីលីកកណ្ដាលមកវិញនៅមានក្របបាល់កាត់ឡើងទៅហើយយើងមើលកន្លែងនេះបាទគីមសអ៊ីនបាទកាត់ទៅស្អារ៉ាបាទដកទ្រូងមួយថែមជើងស្ដាំប៉ុន្តែបាទប៉ះជើងនឹងកេនតាអាសាមីបាល់ក៏ស្រាលមួយទៅមួយមករាអស់បាល់ចូលក្នុងមករាមួយជើងស្ដាំប្លុកបានខ្សែការពារអត់យ៉ាម៉ាត់ក៏លើកបាល់ចូលមកខាងក្នុងកន្លែងនេះមួយក្បាលនេះគ្មានសល់ទេ1-0បំបែកភាពស្ងប់ស្ងាត់នៅកីឡាដ្ឋាន Live FC ពីកតែតមួយក្បាលដ៏ល្អរបស់កៅសារ៉ាត់ទី27យើងចាំមើលរូបភាពយឺតកន្លែងនេះយ៉ាម៉ាត់លើកោមទៅស្អាតបាទចំក្បាលកៅសារ៉ាត់តែមួយក្បាលនេះមុខនឹងរបាល់ទីបាទចូលទីតែម្ដងស្អាតកន្លែងនេះយើងមើលមួយក្បាលនេះបាទគ្មានសល់ទេ1-0កៅសារ៉ាត់បែកភាពស្ងប់ស្ងាត់ឲ្យបាទអាតូរេ គីបសុនបាទដកទ្រូងមួយយកបានពីដេវីនរុញខ្លីឱកាសត្រង់នេះអាតូរេ គីបសុនមួយជើងស្ដាំអូយបាទមួយជើងមាញ់កាត់មកស្វ័យនេះស្អាតមែនទែន2-0ទៅហើយអាយយបាទល្អណាស់កាស៊ូយ៉ាណាទីដេតបាទស្អាតមែនទែនបាទក្របបាល់មិញគឺស្រួចស្លែមបាទយើងមើលរូបភាពយឺតសាយថ្មីលើកស្អាតមួយក្បាលនេះគ្មានសល់ទេបាទកាស៊ូយ៉ាណាទីដេតបាទស្អាតកាស៊ូមួយកញ្ចាយផងដែរបាទលោកញ៉ាកណ្ដាលលោកពីងសុជាតិក៏ផ្លុំកញ្ចាយបញ្ចប់ការប្រកួតបណ្ដោះអាសន្ននៅក្នុងវគ្គទី1យើងឃើញថាក្រុមបាទភ្ញៀវបាទនាំមុខបាទក្រុមម្ចាស់ផ្ទះ2-0បាទការប្រកួតវគ្គទី2ចាប់ផ្ដើមអាទៀតគីមហេងផ្ទះបោលចេញមកខាងក្រៅពីលីកកដា Live FC ពីការសុទ្ធបាល់ហ្វ្រីគីកទៅផ្ទះបោលចេញតន់ពេលវេលាលើកបាល់ចូលមកខាងក្នុងមួយក្បាលនេះដោបាល់ចេញទៅខាងក្រៅពីលីកកដាអាយយការលើកពីច័ន្ទស្រាពេជ្រមកកោងស្អារ៉ាបាទមួយក្បាលនេះអត់ចំក្បាលនេះបាទចំស្មាហើយក៏លីកកដាបាទដោបាល់ចេញទៅខាងក្រៅបាទលើកចូលមកខាងក្នុងហើយមួយក្បាលជួយបានពីរុនចុងមីងអាយយបាទមួយក្បាលមាញ់ហើយយើងមើលនេះបាទយ៉ាម៉ាត់លើកទៅស្អាតបាទមួយក្បាលនេះពីបាទកាស៊ូហើយក៏បាទបញ្ជូនមកខាងលើបាទផ្ដាច់ចេញពីរុនចុងមីងឱកាសកន្លែងនេះមួយជើងពីចម្ងាយអត់ចំគោលដៅទេលេខ38កាស៊ូយ៉ាណាទីដល់ពេលឃើញឱកាសត្រង់នេះមានក្របបាល់ឯណាកន្លែងនេះអូរ៉ូបាឡាអត់ទេបាទឃ្លៀបផ្ដាច់ចេញទៅខាងក្រៅមួយជើងនេះបាទជួយតន់ពេលវេលាបាទពីចាំសេឡាហើយបាទលោកអញ្ញាកណ្ដាលកំពុងតែពិនិត្យបាទមើលម៉ោងបាទក៏ត្រៀមនឹងផ្លុំកញ្ចាយផងដែរ
លោកពីងសុខជាតិផ្លុំកញ្ចាយបញ្ចប់ការប្រកួតជាផ្លូវការចូលរួមអបអរសាទរទៅដល់ ISI ដង្កោសែនជ័យដែលរកបាន3ពិន្ទុបន្ថែមនៅក្នុងសប្តាហ៍ទី26នៃការប្រកួត Bottom 5 បន្ទាប់ពីយកឈ្នះ Lion FC